ក្រោយបទឈប់បាញ់កាលពីម៉ោង 12:00 នាទីថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះកម្ពុជាថៃនៅចំណុចភូមិជោគជ័យក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាភូមិឋានដែលពលរដ្ឋខ្មែរបានរស់នៅជាច្រើនជំនាន់មកហើយតែពេលនេះត្រូវបានយោធាថៃដាក់របាំងហាមឃាត់ការចូលទៅទីតាំងនោះដោយប្រើទូកុងតឺន័រនិងព័ទ្ធបណ្ណាលួសតាម Al Jazeera ពួកយោធាថៃបានគម្រាមបាញ់ប្រហារប្រសិនបើពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញស្ត្រីជាពលរដ្ឋខ្មែរម្នាក់បាននិយាយប្រាប់អ្នកសារព័ត៌មាន Al Jazeera ដោយប្រតិកម្មខ្លាំងៗចំពោះទង្វើរបស់ទាហានថៃដែលព័ទ្ធរបងលួសមិនឲ្យពលរដ្ឋខ្មែរចូលទៅរស់នៅផ្ទះសម្បែងរបស់ពួកគេវិញក្រោយបទឈប់បាញ់យ៉ាងហើយផ្ទះខ្ញុំនៅក្នុងហ្នឹងអីវ៉ាន់ខ្ញុំក្នុងទាំងអស់ទាំងលុយទាំងមាសទាំងអីនៅក្នុងហ្នឹងទាំងអស់ប្រេះអីនៅក្នុងហ្នឹងឆ្អឹងម៉ែខ្ញុំអីនៅក្នុងទាំងអស់ព្រោះឆ្កែពួកហ្នឹងវាអត់ឲ្យចូលទេវាថាវាគម្រាមបើសិនណាចូលទៅវាបាញ់វាថាឲ្យនៅទឹកដីខ្មែរវាថាវាក្រៅរបងវាចេញនៅខ្មែរហើយវាបាត់របងទឹកដីវាទឹកដីម៉ែឲ្យវាមកធ្វើពីកាលណាតាម Al Jazeera ពួកយោធាថៃអះអាងថាទីតាំងដែលភាគីថៃបានពាត់យកនៅក្រោយបទឈប់បាញ់ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 គឺជាទឹកដីថៃតែសូមបញ្ជាក់ថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្នុងឃុំអូ3ជាន់ត្រូវបានពលរដ្ឋខ្មែររស់នៅនិងកាន់កាប់អាស្រ័យផលតកូនតចៅជាច្រើនជំនាន់មកហើយនេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ